តាំងពីខ្ញុំទៅខ្មែររយៈពេល8ថ្ងៃនឹងមកសកម្មភាពលោកតាគឺលោកតាមិនដែលចេះនៅស្ងៀមទេគឺគាត់មិនដែលដេកថ្ងៃទេឬក៏សម្រាកឲ្យបាន10នាទី20នាទីទេគឺនិយាយរួមទៅគឺការងារចាប់ដៃរហូតអញ្ចឹងទៅក៏ខ្ញុំថាឲ្យអូយតាសម្រាកខ្លះទៅមិនបាច់ធ្វើទេទុកឲ្យខ្ញុំធ្វើអញ្ចឹងទៅពេលខ្លះក៏ខ្ញុំជួយធ្វើគាត់ទៅទោះបីជាខ្ញុំទៅលេងផ្ទះក៏ដោយក៏ខ្ញុំនៅតែជួយការងាររបស់គាត់នឹងដែរមិនថាដកតគួនមិនថាដកស្មៅមិនថានិយាយរួមទៅគឺការងារដែលខ្ញុំធ្លាប់ធ្វើពីមុនកាលខ្ញុំនៅខ្មែរក៏ខ្ញុំទៅដល់ក៏ខ្ញុំធ្វើដែរខ្ញុំជួយធ្វើគាត់អញ្ចឹងទៅហើយចង់ឲ្យគាត់សម្រាកប៉ុន្តែគាត់វិញមិនបាច់ធ្វើទេទុកឲ្យគាត់អ្នកធ្វើទៅប្រយ័ត្នល្មើសដៃល្មើសជើងខ្ញុំថាយីមើលនិយាយធ្វើមើលតាកូននឹងមកពីណាកូននឹងព្រះនាងមែនទៅខ្ញុំថាឲ្យទៅគាត់សើចគាត់ថាមិនបាច់ធ្វើទេព្រោះអីលក្ខណៈថាគាត់ធ្លាប់គាត់កំពុងតែធ្វើហើយមិនបាច់ឲ្យគាត់ឈប់ទេអញ្ចឹងណាគាត់ថាបើសិនជាគាត់មិនបានធ្វើទេក៏គាត់នៅអត់ស្ងៀមទេគឺលសោះលសេះលសោះអញ្ចឹងណាតែខ្ញុំថាមែនណាដូចគេថាមែនចាស់សាច់កម្មហ្មងបើនៅស្ងៀមតនេវិញបើខ្យល់លើឲ្យកាត់ខ្យល់កាត់អីអញ្ចឹងឯងហត់លសោះដៃលសោះជើងអញ្ចឹងតែបើសិនជាបានការងារធ្វើចាប់ដៃអត់លវលអត់ណែអត់នេទេនិយាយពីសកម្មភាពចាប់រហូតចឹងនិយាយពីសុខភាពល្អណាស់អត់ឈឺសោះខ្ញុំថាសាច់កម្មមានអាគេឲ្យនៅស្ងៀមហើយនៅមើលចៅទៅទុកឲ្យគេអ្នកធ្វើចឹងទៅដាំបាយដាំអីធ្វើម្ហូបអីគេធ្វើឲ្យចឹងណាតែគាត់អត់ព្រមទេនិយាយរួមគឺមួយថ្ងៃគាត់តែពីការងារនៅដៃនឹងឯងមិនថាគោមិនបូតចំបើងមិនថាធ្វើដំណាំដាំដំណាំបេះដំណាំនិយាយរួមទៅគឺអូយខ្ញុំថាអត់ចេះហត់ក៏អត់ចេះហត់ដល់ពេលខ្ញុំទៅដល់ខ្ញុំជួយប៉ុណ្ណឹងហើយខ្ញុំលង្ហត់ដល់ពេលក៏អត់ចេះហត់ទេតែក៏ខ្ញុំថាអូយតើសម្រាប់ខ្លះទៅបើយ៉ាត់ឈឺអញ្ចឹងណាអត់ទេក៏ថាំងសារ៉ាឯណាបើសារ៉ាបានលុយអីចាយក៏និយាយចឹងឯងខ្ញុំថាយីលោកស្អត់បានលុយអីចាយចុះកូនទៅម្ដងមិនមែនជូនតិចទេណានឹងមិនមកអួតរឿងជូនលុយឪពុកម្ដាយណាប៉ុន្តែចង់និយាយថាពេលខ្លះក៏ចង់ឲ្យគាត់សម្រាកដែរព្រោះអីគាត់ធ្វើការរហូតតាំងពីយើងការរហូតដល់យើងប៉ុណ្ណឹងហើយក៏គាត់នៅតែធ្វើការអញ្ចឹងណាអញ្ចឹងហើយបានពួកខ្ញុំថាប៉ុណ្ណឹងហើយចាស់ហើយក៏សម្រាកខ្លះទៅពេលទៅវត្តទៅវាពួកយើងនៅតែជូនលុយពួកគាត់ដើម្បីទៅវត្តទៅវាអញ្ចឹងទៅធ្វើបន់អញ្ចឹងទៅប៉ុន្តែគាត់អត់ទេក៏គាត់នៅតែបន្តការសកម្មភាពរបស់គាត់ដូចជាការដាំដំណាំធ្វើតំណាំផ្លែឈើអីចឹងទៅនិយាយរួមទៅគឺអញ្ចឹងឯងមនុស្សចាស់ទោះបីជាយើងប្រាប់ទោះបីជាឥឡូវគាត់មានជីវភាពស្បាយជីវភាពធូរធារជាងមុនឲ្យគាត់នៅឲ្យស្ងៀមសម្រាកញ៉ាំឲ្យគ្រប់គ្រាន់ដេកឲ្យគ្រប់គ្រាន់ក៏គាត់អត់ព្រមដែរព្រោះគាត់ថាគាត់ធ្លាប់ថាឲ្យធ្វើល្មិចតែខ្ញុំថាទោះបីជាធ្លាប់ក៏កែទម្លាប់ខ្លះទៅព្រោះអីសកម្មភាពរាងកាយទ្រុឌទ្រោមខ្លាំងហើយចឹងហើយក៏ចង់ឲ្យគាត់សកម្មភាពរាងកាយហ្នឹងឲ្យបានសម្រាកឲ្យបានគ្រប់គ្រាន់ទៅធ្វើឲ្យសុខភាពរាងកាយក៏កាន់តែមាំមួនចឹងទៅគាត់ថាធ្វើការជាប់រហូតហ្នឹងឯងសកម្មភាពជាប់រហូតហ្នឹងឯងបានការរាងកាយមើលមួនល្អអញ្ចឹងទៅខ្ញុំថាមែនទេយកធ្វើរហូតសកម្មភាពហួសហេតុពេកក៏រាងកាយទទួលយកអត់បានអញ្ចឹងទៅនិយាយរួមទៅគឺទៅ8ថ្ងៃហ្នឹងគឺសកម្មភាពជាប់រហូតមិនដែរដេកពូនទេហើយសកម្មភាពហ្នឹងមិនថាដេះបេះផ្លែដូងមិនថាបេះដកតកូនទេមិនថាមើលចៅទេគឺនិយាយរួមគឺសកម្មភាពជាប់ជាមួយនឹងចៅជាមួយនឹងតានឹងឯងនិយាយរួមទៅគឺនេះគឺជាសកម្មភាពរបស់គាត់ពេញរយៈពេល8ថ្ងៃដែលខ្ញុំទៅហ្នឹងនិយាយរួមទៅគឺខ្ញុំថតកាត់ទេមិនថតបានគ្រប់ទាំងអស់ទេមិនថាពេលដកតកួនមិនថាបេះដូងមិនថាដាក់ជីតកួនមិនថាមើលចៅមិនថាខ្វៀគោមិនថាបូចបាងទេនិយាយរួមទៅគឺតាធ្វើទាំងអស់គឺរ៉ាប់រងទាំងអស់សកម្មភាពជាប់រហូតដល់អញ្ចឹងទៅនឹងហើយនឹងគឺជាសកម្មភាពតារយៈពេល8ថ្ងៃដែលខ្ញុំទៅនៅស្រុកខ្មែរជាមួយនឹងគ្រួសាររបស់ខ្ញុំជាមួយនឹងកូនរបស់ខ្ញុំអញ្ចឹងទៅនិយាយរួមទៅមានទាំងសប្បាយមានទាំងការຕົកអូនិយាយរួមទៅគឺនឹងឯងគឺជាសេចក្តីសុខរបស់លោកតាលោកយាយដែលចៅគ្រប់គ្នាទៅជុំគ្នាអញ្ចឹងទៅមើលនិយាយរួមទៅមិនថាវីដេអូណាទេគឺតាសើចរហូតញឹមរហូតព្រោះអីបានចៅទៅលេងចៅជុំគ្នាទាំងអស់និយាយរួមទៅគឺថ្ងៃហ្នឹង
ដែលខ្ញុំទៅហ្នឹងគឺជុំគ្នាទាំងអស់បងប្អូន4នាក់ហ្នឹងគឺទាំងប្រុសពៅទាំងបងទី1ទាំងបងទី2ទាំងខ្ញុំអីចឹងទៅគឺជុំគ្នាទាំងអស់មិនថាចៅស្រីមិនថាចៅប្រុសទេនិយាយរួមតាជីតាជីយាយខេតចៅប្រុសដល់តែ3ចៅស្រី1ប៉ុន្តែចៅស្រីវិញពោមិនបានទេចៅស្រីនឹងអូយឆ្នះណាស់សិតតែអត់ឲ្យសំពោមួយឲ្យអត់និយាយរួមទៅចៅស្រីអត់បានថតទេអត់បានថតសកម្មភាពចៅស្រីចូលនៅក្នុងវីដេអូនឹងដែរដោយសារតែគេអត់ឲ្យយើងប៉ះគេអត់ឲ្យយើងប៉ះសោះនឹងហើយខ្ញុំក៏ព្យាយាមបង្កើតសកម្មភាពលោកតាជាមួយនឹងចៅឲ្យបានច្រើនឲ្យមានភាពស្និទ្ធស្នាលជាមួយចៅពីព្រោះកាលណាតាយើងបង្កើតសកម្មភាពស្និទ្ធស្នាលជាមួយគាត់ដោយសារតែគាត់នៅឆ្ងាយដោយសារតែអូននៅឆ្ងាយតាឆ្ងាយយាយជាងគេជាងហើយគឺខ្ញុំតែងតែប្រាប់គាត់ប្រកបគាត់ថានៅតាបូតច្បើងទៅជួយបូតច្បើងតាទៅលេងមួយតាទៅនិយាយរួមទៅទោះបីជាចៅនិយាយតានិយាយគ្នាស្ដាប់គ្នាអត់បានប៉ុន្តែកូនខ្ញុំគាត់ចូលចិត្តគាត់ស្រឡាញ់តាមែនតើគឺចូលនិយាយរួមទៅឃើញតាធ្វើអីបានទេទៅឲ្យកាន់ដៃទៅសួរតាធ្វើអីគាត់និយាយជាភាសាជប៉ុនអញ្ចឹងទៅខ្ញុំក៏បកប្រែជាភាសាខ្មែរបើមិនអញ្ចឹងទេក៏ខ្ញុំប្រកបឲ្យគាត់និយាយភាសាខ្មែរសួរតាធ្វើអីនឹងហើយគាត់ក៏និយាយតាមអញ្ចឹងទៅដល់ពេលតាគាត់និយាយជាភាសាខ្មែរឆ្លើយទៅកាន់កូនខ្ញុំក៏និយាយជាភាសាខ្មែរជាមួយគាត់ម្ដងទៀតហើយក៏និយាយជាភាសាជប៉ុនបកប្រែគាត់និយាយរួមទៅគឺខ្ញុំតែងតែប្រកបព្យាយាមប្រកបឲ្យគាត់និយាយភាសាខ្មែរនឹងជាមួយនឹងតាជាមួយយាយព្រោះអីតាក៏អត់ចេះជប៉ុនអត់ចេះអង់គ្លេសទេអញ្ចឹងហើយក៏ខ្ញុំតែងតែព្យាយាមប្រកបភាសាខ្មែរកូនខ្ញុំឲ្យនិយាយជាមួយតាជាមួយយាយជាភាសាខ្មែរកូនខ្ញុំឥឡូវក៏កាត់ក្រិនបាហើយអាចនិយាយភាសាខ្មែរបានខ្លះវាមិនច្រើនទេប៉ុន្តែក៏អាចស្ដាប់បានឲ្យតាឲ្យយាយអាចនិយាយគ្នាបានអញ្ចឹងទៅល្ងាចឡើងគឺខលទៅលេងតាមវីដេអូឆាតចឹងហើយតែងតែសួរលោកតាបានអីញ៉ាំបាយលោកតាសុខសប្បាយអត់លោកតាធ្វើអីថ្ងៃហ្នឹងចឹងទៅនិយាយរួមទៅគឺកូនខ្ញុំគាត់អាចនិយាយបានជាមួយតាជាមួយយាយឲ្យតែលឺសលេងតាសលេងយាយហើយហៅអូយាយខេតាជានឹកអូនអត់អីចឹងទៅហ្នឹងហើយមើលទៅអ្នកឃើញទេគឺសកម្មភាពគាត់ជប់រហូតមិនថាមើលចៅទេមិនថានិយាយរួមគឺអូយតាគឺគាត់សកម្មណាស់គឺចង់និយាយថានឿយហត់នឿយខ្លាំងមែនទែនទោះបីបើចាស់ប៉ុណ្្នឹងហើយក៏នៅតែហត់នឿយដែរកូនចៅក៏តែងតែប្រាប់ថាមិនបាច់ទេបាច់ធ្វើទេបាច់ដាំទេអញ្ចឹងទៅតែងតែប្រាប់ប៉ុន្តែក៏thôiក៏មិនចេះនៅស្ងៀមទេគឺឃើញដីធំល្វឹងល្វើអញ្ចឹងទៅលហលហេវក៏ថាអត់បានដាំទេក៏អត់អស់ចិត្តអញ្ចឹងណាទៅអញ្ចឹងឯងមនុស្សចាស់ឲ្យធ្លាប់ពីមុនដាំគ្រប់ក្លោកកលៀនដីអញ្ចឹងណាអត់ឲ្យគ្មានចន្លោះទេអញ្ចឹងហើយដល់ពេលចាស់ហើយក៏ខ្ញុំថាអូយសារៈខ្លះទៅមិនបាច់ដាំទេអញ្ចឹងណាមិនមែនអត់លុយចាយរហូតដល់អត់អីញ៉ាំឯណាក៏ថាអូយគាត់នៅអត់កើតទេដល់វគ្គមកវត្តក៏មកវត្តទៅនៅផ្ទះក៏មើលកូនមើលចៅអញ្ចឹងទៅនឹងហើយនៅគឺជាសកម្មភាពតារយៈពេល8ថ្ងៃជាមួយ